គ្នាបើសិនណាជាយើងជាជនចាមានផ្លូវចិត្តមួយរឹងមាំមានភាពក្លាហានមានភាពជឿជាក់បន្ទាប់ហើយយើងអាចធ្វើអ្វីៗបានដោយខ្លួនយើងអាចជួយស្ដារប្រទេសជាតិរបស់យើងបានយើងមានគំនិតច្នៃប្រឌិតយើងអាចធ្វើអ្វីៗល្អៗបានច្រើនខ្លាំងមែនទែនខ្លួនឯងភាពមានភាពក្លាហានអញ្ចឹងពេលដែលយើងរៀនគិតនៅរឿងរ៉ាវវិជ្ជមានបងប្អូនធ្វើឲ្យអារម្មណ៍យើងល្អយើងមានសេចក្តីសុខផ្លូវចិត្តហើយមានការគិតល្អមានគំនិតច្នៃប្រឌិតបើយើងសិនណាជាយើងដិតជាផលិតផលក្នុងស្រុកចាមិនថាសក្តិឬក៏ដិតទៅជាកកបរិស័ទខ្ញុំទៅនៅប្រទេសអូស្ត្រាលីរយៈពេល1ឆ្នាំកន្លះនេះខ្ញុំឃើញថានៅក្នុងប្រទេសនោះមានផលិតផលជាច្រើនដូចជាសក្តិកនំមកៅថ្នោតកឬក៏អ្វីៗក៏គេអាចយកទៅលក់នៅប្រទេសនោះបានតែតែជារបស់វៀតណាមចាអញ្ចឹងបងប្អូនបើសិនណាជាយើងជាប្រជាជនខ្មែរយើងនាំគ្នាអភិវឌ្ឍការច្នៃប្រឌិតចាផលិតផលរបស់យើងនៅក្នុងស្រុកហើយធ្វើជារបស់កកឬក៏ធ្វើជាអីចឹងដើម្បីយកទៅលក់បន្តនៅស្រុកគេតើវាល្អយ៉ាងណាសម្រាប់ពួកយើងហើយក៏សម្រាប់ប្រទេសជាតិរបស់យើងផងដែរព្រោះដោយសារខ្ញុំទៅប្រទេសអូស្ត្រាលីខ្ញុំនៅរយៈពេល1ឆ្នាំកន្លះនៅនោះខ្ញុំឃើញថានៅប្រទេសនោះគេមានផលិតផលរបស់ចិនរបស់វៀតណាមច្រើនហើយរបស់ខ្មែរយើងគឺអត់សូវមានទេចាសូម្បីតែពោតក៏គេដាក់កកដែរចាអញ្ចឹងរបស់របរដែលយើងអាចច្នៃប្រឌិតបានគឺថាមានច្រើនខាងមែនតើនៅក្នុងប្រទេសរបស់យើងតែយើងអត់ចេះនាំគ្នាច្នៃកែច្នៃរបស់អស់នឹងដើម្បីយកនាំចេញទៅប្រទេសគេដើម្បីលក់ដើម្បីពីព្រោះតែនោះគឺជាតម្រូវការនៃការហូបចុកចាអញ្ចឹងនៅស្រុកគេត្រូវការខ្លាំងមែនតើចាពោតកកក្រៅកករបស់កកគឺថាមានច្រើនតាំងពីខ្នោក៏ដល់បងប្អូនយើងបើសិនណាជាពួកយើងជាប្រជាជនយើងមានផ្លូវចិត្តល្អមានផ្លូវចិត្តដ៏រឹងមាំយើងអាចគិតឃើញនៅការធ្វើច្នៃប្រឌិតរបស់អស់ហ្នឹងទៅជាកកទៅជាអីចឹងដើម្បីនាំចេញទៅលក់នៅប្រទេសគេគឺថាល្អខ្លាំងមែនតើខ្ញុំឃើញចំណុចនេះមួយដែលយើងអាចកែច្នៃរបស់របរនៅក្នុងស្រុករបស់យើងណាដើម្បីនាំចេញទៅស្រុកក្រៅបានចាព្រោះដោយសារមិនបានវៀតណាមគេធ្វើបានថៃគេធ្វើបានហើយគេមិនបានខ្មែរយើងធ្វើអត់បានចា